សម្រាប់បងណាខ្លះដែលគាត់ចូលចិត្តតចែជាញឹកញាប់ជាមួយនឹងធ្វើមួយជាញឹកញាប់ប៉ុន្តែញ៉ាំរីកមិនអាចតចែជាញឹកញាប់ទេព្រោះដោយសារតែវាអត់សូវល្អតែខ្ញុំមានវិធីមួយគឺខ្ញុំចង់ឲ្យអ្នកនរគ្នាបិទកញ្ចក់ពេញប៉ុន្តែបរដោគោលេបន្ទាប់មកយើងប្រើប្រភេទចែក្រាស់ហើយតម្រង់វាកពុះកំប៉ុងវាចេញមកគឺដូចតចែវាដាក់បើសួរថាអានឹងជាប់ដូចតចែលគឺវាអត់ជាប់ដូចតចែទេប៉ុន្តែវាបានត្រឹម80%ដែរព្រោះដោយសារតែខ្ញុំហ៊ានណែនាំឲ្យធ្វើអញ្ចឹងដោយសារតែខ្ញុំហ្នឹងគឺជាមនុស្សមួយដែលខ្ញុំចូលចិត្តតកញ្ចក់ជាញឹកញាប់ហើយខ្ញុំចូលចិត្តលេងម៉ូដអញ្ចឹងខ្ញុំអាសាដូរអញ្ចឹងបន្ទាប់មកពេលដែលយើងធ្វើអញ្ចឹងទឹកកញ្ចក់ខ្ញុំគឺអត់សូវខូចទេហើយពេលដែលយើងគាស់ចេញក៏យើងអត់សូវឈឺដែរសម្រាប់បងមិនថាបងជាកញ្ចក់ឬក៏ភ្ញៀវដែលគាត់អត់ដែរធ្លាប់ធ្វើអញ្ចឹងណាគឺខ្ញុំណែនាំឲ្យធ្វើរបៀបអញ្ចឹងវាងាយស្រួលពេលដែលយើងអាសាដូរម៉ូដក៏វាអត់ងាយខូចកញ្ចក់ភ្ញៀវដែរហើយបន្ទាប់មកសួរថាវាស្អាតដូចតចិត្តគឺស្អាតដូចគ្នាទាំងអស់គ្នាសំខាន់វាចំណេញពេលវេលាហើយធ្វើបាននិយាយទៅគឺធ្វើលឿនជាងតចិត្តវីដេអូនេះឥឡូវនេះគឺខ្ញុំកំពុងតែចាក់ចែក្រាស់ហ្នឹងអ្នកនរគ្នាច្រឡំហើយចាក់ចែក្រាស់ហើយគឺលាបចែក្រាស់ប៉ុន្តែកំពុងវាចេញមកគឺដោយតចែចឹងណាគឺស្អាតស្មើសពល្អមែនតើអានេះបន្ទាប់ពេលដែលខ្ញុំចាក់រួចគឺខ្ញុំចាប់ឡើងចូលម៉ាស៊ីនអាំងសិននេះចូល30វិក៏បានឬក៏10វិនាទីក៏បានដែរអ្នកនរគ្នាឥឡូវខ្ញុំមកឲ្យមើលឌីសាពេលដែលខ្ញុំចាក់រួចអ្នកនរគ្នាអាចមើលបានណាមិនថាត្រេមិនថាតម្រង់មិនថាកំពុះកំប៉ុងមិនថាបរិមាណគឺដោយតចែចឹងហើយស្អាតដូចគ្នាអ្នកនរគ្នាសំខាន់គឺចំណេញពេលវេលាហើយលឿនទៀត